មានប្រាជ្ញារកទីបំផុតមានព្រះអង្គប្រសើរជាងសត្វលោកខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំនៅព្រះសម្មាសម្ពុទ្ធអង្គលោកដោយគោរពកិច្ចពុទ្ធាអតីតាចយេចពុទ្ធាអនាគតាបញ្ចប់បណ្ណាចយេពុទ្ធាអហង្វន្ទានិសាពទាមកសម្ពុទ្ធទាំងឡាយអង្គឯណាដែលបានត្រាជាព្រះពុទ្ធនិព្វានកន្លងទៅហើយក្តីព្រះសម្មាសម្ពុទ្ធទាំងឡាយអង្គឯណាដែលនឹងបានត្រាជាព្រះពុទ្ធក្នុងកាលខាងមុខក្តីព្រះសម្មាសម្ពុទ្ធទាំងឡាយអង្គឯណាដែលបានត្រាជាព្រះពុទ្ធក្នុងព្រឹត្តិកាលនេះក្តីខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំនៅព្រះសម្មាសម្ពុទ្ធទាំងឡាយនៅគ្រប់កាលទាំងពុទ្ធិពិសុភិក្ខវេអរហង្គព្រះសម្មាសម្ពុទ្ធអង្គលោកទាំងមាននាមថាអរហង្គព្រោះព្រះអង្គចាចាសត្រូវពលគឺកិលេសព្រមទាំងវាសនាគឺកាយប្រយោគនិងវិច័យប្រយោគសម្មាសម្ពុទ្ធគោត្រង់ព្រះនាមថាសម្មាសម្ពុទ្ធោព្រោះព្រះអង្គរាដឹងនៅញយធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយវិញជាចរណសម្បណ្ណោទ្រង់ព្រះនាមថាវិជាចរណសម្បណ្ណោបរិគោដោយវិជា3និងវិជា8និងចរណ15សុខតោទ្រង់ព្រះនាមថាសុខតោព្រោះព្រះអង្គមានដំណើរទៅកាន់សន្តរឋានគឺអមតៈមហានិព្វានលោកវិទូទ្រង់ព្រះនាមថាលោកវិទូទ្រង់ព្រះអង្គជ្រាបច្បាស់នៅត្រៃលោកអនន្តរោទ្រង់ព្រះនាមថាអនន្តរោព្រោះព្រះអង្គប្រសើរដោយសីលាភិគុណលោកបុគ្គលណា